អ៊ុយក្រែនគឺជាប្រទេសដែលមានផ្ទៃដីធំជាងគេលំដាប់ទី2នៅអឺរ៉ុបបន្ទាប់ពីរុស្ស៊ីហើយនៅក្នុងចំណោមប្រជាជនអ៊ុយក្រែនទាំងប្រមាណជា44លាននាក់នៅក្នុងពេលបច្ចុប្បន្ននេះមានមួយផ្នែកធំចាប់ពីភូមិភាគកណ្ដាលរហូតដល់ប៉ែកខាងលិចនិយាយភាសាអ៊ុយក្រែនចំណែកមួយផ្នែកខាងកើតនិយាយភាសារុស្ស៊ីចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមកមានសំណួរជាច្រើនបានចោទឡើងជុំវិញប្រវត្តិនៃប្រទេសអ៊ុយក្រែនចោទសួរក៏ដោយសារតែលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីដែលបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី24កុម្ភៈកន្លងទៅនេះបានលើកឡើងជាច្រើនលើកថាអ៊ុយក្រែននេះកាលពីដើមរៀងមកមិនធ្លាប់មានប្រវត្តិជារដ្ឋឯករាជ្យនោះទេដោយទឹកដីប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះមួយភាគធំគឺជាអតីតទឹកដីរបស់រុស្ស៊ីហើយថារដ្ឋអ៊ុយក្រែនបច្ចុប្បន្ននេះទើបនឹងត្រូវបានបង្កើតឡើងនៅដើមសតវត្សទី20ថ្មីនេះតែប៉ុណ្ណោះហើយបង្កើតឡើងដោយរុស្ស៊ីឬនិយាយឲ្យចំបង្កើតឡើងដោយរុស្ស៊ីប៊ុលសេវិករដ្ឋអ៊ុយក្រែនបច្ចុប្បន្ននេះបានទទួលឯករាជ្យកាលពីខែធ្នូឆ្នាំ1991កន្លងទៅក្រោយពីសហភាពសូវៀតត្រូវដួលរលំក៏ប៉ុន្តែប្រជាជាតិអ៊ុយក្រែនមិនមែនទើបនឹងចាប់កំណើតនៅក្នុងសតវត្សទី20នេះទេផ្ទុយទៅវិញអ៊ុយក្រែនមានប្រវត្តិតាំងពីរាប់សតវត្សមុនមកម្ល៉េះជាប្រវត្តិសាស្ត្រដ៏សែនស្មុគស្មាញហើយមានទំនាក់ទំនងយ៉ាងចាក់ស្រេះជាមួយនឹងប្រវត្តិរបស់រុស្ស៊ីដែលមានឫសគល់វប្បធម៌ចេញពីទីក្រុងគៀវនៅលើដែនដីអ៊ុយក្រែនបច្ចុប្បន្ននេះមានប្រជាជនរស់នៅតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះហើយនៅក្នុងអំឡុងសតវត្សទី9នៃគ្រិស្តសករាជនៅជុំវិញទីក្រុងគៀវបច្ចុប្បន្ននេះមាននគរមួយឈ្មោះថា Kiev Rus ជានគរស្លាវដ៏ធំមួយដែលជាឫសគល់រួមគ្នានៃប្រវត្តិរបស់ប្រទេសចំនួន3នៅក្នុងសម័យកាលទំនើបនេះគឺអ៊ុយក្រែនរុស្ស៊ីនិងបេឡារុសហើយមកទល់នឹងសប្តាហ៍នេះប្រទេសទាំង3នៅតែបន្តប្រទីងប្រទង់គ្នាដោយអះអាងរៀងខ្លួនថាគឺជាអ្នកស្នងមរតកពីនគរ Kiev Rus ឬពេលខ្លះត្រូវបានគេហៅដោយខ្លីថានគរ Kiev ធ្លាប់ជានគរដ៏ខ្លាំងមួយជាមហាអំណាចនៅក្នុងតំបន់អឺរ៉ុបដោយកាន់កាប់ដែនដីលាតសន្ធឹងចាប់តាំងពីសមុទ្រខ្មៅនៅប៉ែកខាងត្បូងរហូតទៅដល់សមុទ្របាល់ទិកនៅប៉ែកខាងជើងក៏ប៉ុន្តែយុគសម័យរុងរឿងនេះមិនបានស្ថិតស្ថេរនៅជារឿយរហូតនោះទេដោយក្រោយមកទៀតនគរ Kiev Rus ត្រូវធ្លាក់ចុះទន់ខ្សោយដោយសារតែមានការគំរាមកំហែងពីខាងក្រៅនោះផងហើយរឹតតែសំខាន់ជាងនេះទៅទៀតគឺដោយសារតែមានចំនួនផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កគ្នាដែលកើតមានឡើងជាប់ជាប្រចាំពីការស្នងរាជមួយទៅការស្នងរាជមួយទៀតរបៀបស្នងរាជនៃនគរ Kiev Rus នៅពេលនោះគឺនៅក្រោយពេលដែលស្ដេចចូលទីវង្គតឬច្បុតច្បងគេត្រូវស្នងរាជគ្រប់គ្រងរាជធានី Kiev ដែលជាអំណាចកណ្ដាលចំណែករាជច្បុតផ្សេងទៀតត្រូវបែងចែកគ្នាកាន់កាប់ក្សត្របូរីតូចផ្សេងទៀតដែលជានគរចំណុះបន្តែម្ដងពីការស្នងរាជមួយទៅការស្នងរាជមួយទៀតចំនួនដណ្ដើមអំណាចគ្នារវាងក្សត្របូរីនិងក្សត្របូរីក៏ដូចជារវាងក្សត្របូរីនិងអំណាចកណ្ដាលនៅរាជធានី Kiev ចេះតែបន្តកាត់មានឥតឈប់ដែលជាហេតុធ្វើឲ្យ Kiev Rus ត្រូវបែកបាក់គ្នាបន្តិចម្ដងរហូតដល់ពេលមួយត្រូវបែកខ្ញែកគ្នាទាំងស្រុងនៅក្រៅការចូលឈ្លានពានរបស់ពួកម៉ុងហ្គោលនៅពាក់កណ្ដាលសតវត្សទី13ចេញពីការបាក់បែកនៃនគរ Kiev Rus នេះគេឃើញអតីតក្សត្របូរីមួយនៅប៉ែកខាងកើតគឺ Moscow ឬពេលខ្លះត្រូវបានគេហៅជាភាសាអង់គ្លេសថា Moscovy បានចាប់ផ្ដើមលេចមកឡើងជានគរដែលមានការរីកចម្រើនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃចំណែកនៅប៉ែកខាងលិចឯនោះវិញ Kiev នៅតែបន្តធ្លាក់ចុះដុនដាបកាន់តែខ្លាំងរហូតដល់ពេលមួយនៅពាក់កណ្ដាលសតវត្សទី17នគរ Kiev ក៏ត្រូវរលាយបាត់មុខទាំងស្រុងដែលនៅត្រង់ដែនដីដែលជាប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះត្រូវបានគេពុះចែកទៅជាពីរនៅត្រង់ទន្លេញ៉េតដោយខាងកើតទន្លេស្ថិតក្រោមការកាន់កាប់របស់ Moscovy ខាងលិចទន្លេស្ថិតក្រោមការកាន់កាប់របស់ប៉ូឡូញលីទុយអានីចំណែកនៅប៉ែកខាងត្បូងឯនោះវិញតំបន់គ្រីមេត្រូវស្ថិតក្រោមការកាន់កាប់របស់ពួកតាតាដែលជានគរចំណុះរបស់ចក្រភពអូតូម៉ង់ក្រោយមកទៀតនៅចុងសតវត្សទី18 Moscow ឬ Moscovy ដែលនៅពេលនោះកំពុងតែឆ្លងកាត់នៅយុគសម័យដ៏រុងរឿងคล้ายទៅជាចក្រភពដ៏ខ្លាំងមួយគឺចក្រភពរុស្ស៊ីក៏បានចូលកាន់កាប់តំបន់គ្រីមេពីពួកតាតាហើយបានវាយទីឆ្លងទន្លេញ៉េតទៅប៉ែកខាងលិច
រហូតអាចកាន់កាប់ដែនដីអ៊ុយក្រែនស្ទើរតែទាំងស្រុងដោយសល់តែមួយផ្នែកទូចប៉ុណ្ណោះនៅប៉ែកខាងលិចក៏ប៉ុន្តែដែនដីមួយផ្នែកទូចនៅប៉ែកខាងលិចនេះទៀតសោតត្រូវស្ថិតនៅក្រោមការកាន់កាប់របស់ចក្រភពមួយផ្សេងទៀតគឺចក្រភពអូទ្រីសនៅក្រោមការគ្រប់គ្រងរបស់ចក្រភពរុស្ស៊ីអស់រយៈពេលជាមួយសតវត្សឈ្មោះថាអ៊ុយក្រែនត្រូវបានគេហាមឃាត់លែងឲ្យប្រើដោយដែននេះអ៊ុយក្រែនត្រូវបានគេដាក់ឈ្មោះថ្មីមួយចំនួនវិញគឺម៉ាឡារុសដែលមានន័យជាភាសាបារាំងថា Petite Russie ឬជាភាសាអង់គ្លេសថា Little Russia នៅឆ្នាំ1917ក្រោយបដិវត្តផ្ដួលរំលំស្ដេចសារហើយចក្រភពរុស្ស៊ីត្រូវបញ្ចប់អ៊ុយក្រែនបានប្រកាសជារដ្ឋឯករាជ្យក៏ប៉ុន្តែនៅឆ្នាំ1922រដ្ឋឯករាជ្យអ៊ុយក្រែនថ្មីនេះត្រូវបានបដិវត្តប៊ុលឆេវិកយកទៅដាក់បញ្ចូលនៅក្នុងសហភាពសូវៀតដែលទើបនឹងបង្កើតថ្មីមានអ្នកខ្លះប្រហែលជានាំគ្នាយល់ថារុស្ស៊ីនិងសហភាពសូវៀតគឺតែមួយក៏ប៉ុន្តែតែក៏ពិតទៅសហភាពសូវៀតគឺជារដ្ឋសហព័ន្ធដែលនៅក្នុងនោះរុស្ស៊ីធ្វើត្បិតតែជារដ្ឋធំជាងគេហើយមានអំណាចជាងគេក៏ប៉ុន្តែគ្រាន់តែជារដ្ឋសមាជិកមួយប៉ុណ្ណោះក្នុងចំណោមរដ្ឋសមាជិកទាំង15ដែលនៅក្នុងនោះក្រៅពីរុស្ស៊ីគឺមានអ៊ុយក្រែនបេឡារុសកាហ្សាស្ថានទូកមេនីស្ថានអ៊ូស្បេគីស្ថានគីហ្គីហ្ស៊ីស្ថានតាជីគីស្ថានអាហ្សេបៃយ៉ង់ហ្ស័រជីអាร์เมនីលីទូអានីអេស្តូនីលេតូនីនិងម៉ូលដាវីម្យ៉ាងវិញទៀតប្រមុខដឹកនាំរបស់សហភាពសូវៀតនោះទៀតសោតធ្វើត្បិតតែបេដាស្ថាបនិកគឺលេនីនជាជនជាតិរុស្ស៊ីក៏ប៉ុន្តែប្រមុខដឹកនាំសហភាពសូវៀតក្រៅមកទៀតក៏មិនមែនសុទ្ធតែមានប្រភពចេញពីរុស្ស៊ីនោះដែរជាអាច Stalin មកពី Georgie ចំណែក Nikita Khrushchev និង Leonid Brezhnev គឺមកពីអ៊ុយក្រែននៅក្រៅការដួលរលំចិញ្ចាំងក្រុងបែរឡាំងបិទបញ្ចប់សង្គ្រាមត្រជាក់នៅឆ្នាំ1989សហភាពសូវៀតក៏ត្រូវដួលរលំហើយរដ្ឋជាសមាជិកទាំង15ក៏បាននាំគ្នាប្រកាសបង្កើតជារដ្ឋឯករាជ្យដាច់ពីគ្នារៀងៗខ្លួនដែលនៅក្នុងនោះអ៊ុយក្រែនបានប្រកាសឯករាជ្យនៅថ្ងៃទី1ខែធ្នូឆ្នាំ1991បង្កើតទៅជារដ្ឋអ៊ុយក្រែនដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិយ៉ាងពេញលេញរហូតមកទល់នឹងសព្វថ្ងៃនេះ